នេះជាលើកទី1របស់ខ្ញុំដែលខ្ញុំហ៊ានជីពងជែកហើយក៏ជាលើកទី1ដែរដែលទៅកោះស្ដេចដែលគ្មានកម្រងនិយាយទៅស្លន់ស្លោហើយកោះស្ដេចលើកនេះគ្រាន់តែម៉ាក់ message មកថាគ្រីហេវ៉ាន់ស្អែកឡើងទៅកោះស្ដេចមួយម៉ាក់គឺហេវ៉ាន់នឹងយប់ផឹកឡើងចេញមកវូមកហើយនេះគឺជាសកម្មភាពផឹកឡើងយើងជិះតាមផ្លូវលឿនណាជាប្រហែលជា2ម៉ោងគឺយើងទៅដល់មិន2ម៉ោងទេ3ម៉ោងអីបើយើងទៅដល់កោះស្ដេចហើយនេះយើងទៅដល់កំពង់ផែពេលទៅដល់កំពង់ផែហ្នឹងចាំរយៈពេលប្រហែលជា20នាទី15នាទី20នាទីបានទុកមកយកអញ្ចឹងពេលទៅដល់កំពង់ផែហ្នឹងខ្ញុំត្រូវតម្លាក់អីវ៉ាន់ចុះហើយយកឡានទៅផ្ញើសិនបានយើងលើកអីវ៉ាន់យកទៅដាក់លើទូគ្រាន់តែពេលហ្នឹងខ្ញុំតម្លាក់អីវ៉ាន់ចុះហើយតន់ស្រួលបួលផងទូកក៏មកដល់ទៅហើយគ្នាខ្ញុំមកតាមក្រោយៗអញ្ចឹងណាហើយនេះគឺជាបងស្រីរបស់ខ្ញុំបាទដូចឃើញនៅដើមវីដេអូអញ្ចឹងគឺ ABC តាមផ្លូវគ្រាន់តែមកដល់លើទូកស្លាប់បាទជាទម្លាប់របស់ខ្ញុំហ្មងឲ្យតែពេលដល់លេងសមុទ្រអញ្ចឹងគឺភាគច្រើនខ្ញុំឃ្លុំដោយសារទៅតាមសមុទ្រអញ្ចឹងសមុទ្រទឹកប្រៃដល់ពេលអញ្ចឹងទៅធ្វើឲ្យស្បែកយើងឆាប់ខ្មៅស្អាតអញ្ចឹងណាពេលច្រើនខ្ញុំឃ្លុំពេលដែលទៅសមុទ្រដងទៅសមុទ្រលើកនេះគឺអត់បានរូបទេតែខ្ញុំបានវីដេអូលើកនេះខ្ញុំចង់សាកធ្វើវីដេអូខ្លួនឯងម្ដងអញ្ចឹងណាព្រោះដងមានតែយកទៅក៏បញ្ចូលសលេងតែលើកនេះខ្ញុំបញ្ចូលសលេងខ្លួនឯងដោយសារដងអៀនអញ្ចឹងអត់ទៅហ៊ានទេអញ្ចឹងឯនេះចង់ធ្វើអីដែលខ្លួនឯងអត់ដែរធ្វើអញ្ចឹងណាតែប៉ុន្តែខ្ញុំក៏ធ្លាប់បញ្ចូលសលេងដែរតែដងបញ្ចូលសលេងឲ្យស្ដាប់ខ្លួនឯងពេលច្រើនអៀនអញ្ចឹងខ្ញុំអត់សូវហ៊ានបញ្ចូលឲ្យតែយកក៏បញ្ចូលអញ្ចឹងចូលមកដល់ដំណើរកំសាន្តយើងវិញនិយាយរឿងខ្លួនឯងរឿងច្រើនតិចយើងចេញពីកំពង់ផែមកប្រហែលជាខ្ទង់20នាទីពីកំពង់ផែមកកោះស្ដេចគឺយូរទេជាប្រហែល20នាទីគឺយើងមកដល់ហើយដោយសាររឿងនៅចិត្តដែរនេះជាកន្លែងគេងរបស់ពួកខ្ញុំកន្លែងគេងគេលាបពណ៌ខុសៗគ្នាតាមបន្ទប់ចឹងណាហើយមាន2បន្ទប់មាន1បន្ទប់គ្នាខ្ញុំគ្រាន់តែពេលទៅដល់លើកោះភ្លាមគឺនាំគ្នាទៅញ៉ាំគុយទាវទឹកខ្មៅហ្មងដោយសារគុយទាវទឹកខ្មៅនៅហ្នឹងគឺឆ្ងាញ់ហ្មងឆ្ងាញ់សម្រាប់ពួកខ្ញុំអញ្ចឹងណាព្រោះមកក៏លើកនេះគ្នាខ្ញុំចេញមកតាំងពីព្រឹកហ្មងអញ្ចឹងម្នាក់អត់ទាន់បានញ៉ាំអីទេគ្រាន់តែមកដល់កោះភ្លាមខ្ញុំភ័យជាមកញ៉ាំអីបើសិនជាអ្នកនរអស់គ្នាទៅកោះស្ដេចអត់ដឹងថាញ៉ាំអីអាចទៅសាកទៅញ៉ាំឡើងគាត់បានដោយសារឡើងគាត់ល្បីដែរហើយឡើងគាត់មានលក់គុយទាវទឹកខ្មៅបាយឆាម្រះព្រៅហើយអីផ្សេងទៀតចឹងតែប៉ុន្តែពីកន្លែងខ្ញុំគេងមកដូចជាចិត្តដែរទេតែខ្ញុំអត់ដឹងទៅពេលហ្នឹងច្រឡំទៅជួលម៉ូតូគេបាត់ហើយបើសិនជាអ្នកគេងកន្លែងមួយខ្ញុំអីអាចដើរទៅក៏បានដែរព្រោះកន្លែងហ្នឹងចិត្តដែរទេនេះគ្រាន់តែមកដល់កន្លែងគេងភ្លាមគឺឲ្យសម្រាប់ទៅបាននៅគ្នាកោះប្រយោភុចនាំគ្នាជ្រៀលអង្គុយលេងចឹងគាត់ថាជ្រៀលពេលថ្ងៃហ្នឹងគឺយើងជ្រៀលរំផ្លែតទេយើងទុកកន្លងយកហើយនេះយកគាត់បានទៅដើរលេងថតរូបចឹងណាហើយទេសភាពនៅនឹងស្អាតនេះតាមតែគាត់ប្រាប់បើខ្ញុំបានទៅខ្ញុំគេងនៅក្នុងបន្ទប់ពេទ្យសាជិះមកអស់កន្លងហើយខ្ញុំចង់គេងសិនចឹងណាព្រោះទុកកន្លងយកអង្គុយលេងនេះជាសកម្មភាពពេលផឹកឡើងដោយសារយប់ខ្ញុំបានថតទេសកម្មភាពពេលផឹកឡើងហ្នឹងពេលដែលភ្ញាក់ពីគេខ្ញុំទៅញ៉ាំទាវខកូនៅនឹងទាវខកូឆ្ងាញ់ផឹកថ្ងៃទី2នេះគឺយើងរៀបចំទូកដើម្បីទៅស្ទូចត្រីជុំគ្នាពោះទូកដែរគឺគាត់មកប្រហែលជាខ្ទង់ម៉ោង1យើងណាត់គាត់ម៉ោង1ហើយនាំតបានរៀបចំខ្លួនរៀបអីហើយប្រហែលជាខ្ទង់ម៉ោង1កន្លះបើយើងបានចេញទូកទៅអញ្ចឹងណាគ្រាន់តែថាពេលឡើងលើទូកនឹងរៀងក្តៅតិចដោយសារយើងដាក់អីវ៉ាន់ចូលហើយផ្លេចនេះផ្លេចនោះនាំបានដាក់អីវ៉ាន់គ្រប់ហ្នឹងទូកចតចោលនឹងអង្គុយក្រោមនឹងគឺថាក្តៅខ្លាំងតែដល់ពេលយើងចេញទូកទៅខ្យល់អីចឹង fresh វិញខ្ញុំទៅលើកនេះប្រហែលជា10នាក់ជាងទូកប៉ុណ្ណឹងល្មមសម្រាប់យើងវាអត់ទូចអត់ធំពេកចឹងណាខ្ញុំឈរនៅមុខនេះមានអារម្មណ៍ថា fresh ខ្លាំងហ្មងដោយសារខ្ញុំខានទៅសមុទ្រប្រហែលជាខ្ទង់ 3-4 ខែចឹងរៀងនឹកសមុទ្រដែរគ្រាន់តែឈរលើនោះមានអារម្មណ៍ថាអូយ fresh ខ្លាំងហ្មងគ្រាន់តែចេញទូកមកបានបន្តិចចលៀងនឹងចលៀបក្នុងគ្នាក្រងសក់អីគ្នាព្រោះគាត់ថាខ្យល់ខ្លាំងអញ្ចឹងក៏តែក្រងសក់អាហ្នឹងបានទប់ជាប់នេះបងស្រីរបស់ខ្ញុំគឺវត្រីបាទយើង selfie មួយគ្នាតិចសិនអញ្ចឹងណាហើយក៏ឆ្លៀត selfie ខ្លួនឯងដែរជាមួយនឹងទឹកសមុទ្រព្រោះសមុទ្រស្អាតខ្លាំងអញ្ចឹងអត់ selfie អត់ការទេយកថតឲ្យធីមស្រីមានម៉ាក់មានប្រាំងមានចលៀបមានចលៀងទៅមកក៏លើកនេះអត់មានកម្រងទេណាតែបានឈុតសិបវីគ្នាមកស៊ីគ្នាហ្មងខ្ញុំជិះទូកលើកនេះគាត់មកចតនៅជិតកោះមួយដែលខ្ញុំមិនដឹងថាកោះហ្នឹងឈ្មោះអីតែស្អាតកោះហ្នឹងដែរមានថ្មភ្នំថ្មអីនិយាយទៅស្អាតហ្មងពេលមកដល់កន្លែងស្ទូចត្រីហ្នឹងយើងរៀបចំរបស់ញ៉ាំរបស់អីចឹងស្ទូចត្រីក៏ស្ទូចត្រីទៅហើយអ្នកញ៉ាំអីក៏ញ៉ាំអីចឹងណាញ៉ាំបដាស្ទូចបដាចឹងទៅពេលដែលស្ទូចបានខ្លះហ្នឹងយើងក៏យកធ្វើម្ហូបបានខ្លះដែរពេលហ្នឹងដូចជាបានតុងចាំមួយឆ្នាំហើយនេះខ្ញុំស្ទូចត្រីបានមួយហ្នឹងគឺមិនស្ទូចបានខ្លួនឯងណាគឺមានបងក៏ស្ទូចបានហើយខ្ញុំសំដែងយកថតវីដេអូទៅស្ទូចបានសិននិយាយលេងសើចណានេះគឺជាលើកទី1របស់ខ្ញុំហ្មងដែលបានឃើញកម្មវិធីសមុទ្រផ្ទាល់ណាក៏ដងធ្លាប់តែឃើញគេកាត់នៅក្នុងវីដេអូគេកាត់គេសម្អាតអាសាមើលខ្លាំងលើកនេះបានតាំងមើលហើយបានតែញ៉ាំទៀតមកក៏លើកនេះខ្ញុំសប្បាយជាងគឺសប្បាយនឹងហែលទឹកក៏ជាលើកទី1របស់ខ្ញុំដែរដែលខ្ញុំហ៊ានចុះទឹកសមុទ្រឲ្យហែលខ្លួនឯងអញ្ចឹងគឺខ្ញុំបដាហ៊ានហែលក្នុងទឹកសមុទ្រមកគឺខ្ញុំអត់ចេះហែលទឹកទេហើយនេះលើកទី1របស់ខ្ញុំដែលខ្ញុំហ៊ានហែលបានប៉ុណ្ណឹងទៅមុខគឺសប្បាយចិត្តខ្លាំងចំពោះអ្នកចេះហែលទឹកហ្មងគាត់អាចនឹងសើចថាហេតុអីហែលអញ្ចឹងតែបើខ្ញុំសប្បាយចិត្តខ្លាំងហើយខ្ញុំអត់ដែរហ៊ានហែលទឹកខ្ញុំបានហែលប៉ុណ្ណឹងគឺខ្ញុំអហ្មងមិនត្រឹមតែហែលទឹកទេណាគឺខ្ញុំហ៊ានជីតាំងពីពងជែកទៀតព្រោះពងជែកហ្នឹងនៅពេលដែលគេតម្លាក់ចូលទឹកគឺម្នាក់គឺក្លាប់មុខចូលទឹកហ្មង
ងចឹងឯងនឹងឆ្លក់តែលើកនេះខ្ញុំហ៊ានហាលហើយខ្ញុំហ៊ានជីហ្មងចឹងពេលដែលធ្លាក់ចូលទឹកភ្លាមៗគឺខ្ញុំស្វាដៃយើងនឹងបក់ឡើងទៅមកលើទឹកចឹងអត់លេចចុះខំគាត់ថាតតអ្នកដែលគាត់អត់ចេះហាយទឹកដូចគ្នាដូចខ្ញុំបានគាត់យកអារម្មណ៍នឹងចឹងណាថាពេលដែលចូលទឹកហ្នឹងគឺរហតែលេចចុះខំសកម្មភាពថ្ងៃទី2គឺមានតែប៉ុណ្្នឹងទេនេះយើងលេងទឹកអីហើយគឺយើងរៀបចំទៅគោកវិញសកម្មភាពយកថ្ងៃទី2គឺយើងអត់បានថតទេព្រោះយើងឡើងញ៉ាំអីជុំគ្នាហើយកាត់ចូលសកម្មភាពថ្ងៃទី3ហ្មងសកម្មភាពថ្ងៃទី3នេះគឺយើងរៀបចំខ្លួនចេញទៅភ្នំពេញវិញចឹងមុនពេលដែលចេញទៅភ្នំពេញហ្នឹងពេលដែលភ្ញាក់ឡើងគឺយើងមកញ៉ាំអីសិនញ៉ាំកាទៀវលើកនេះហើយចង់ញ៉ាំកាទៀវហើយហត់រកសុទ្ធបែបក្តៅៗចឹងណាព្រោះធ្ងន់រៀងពីយប់ដែរញ៉ាំអីហើយហ្នឹងក៏អត់តន់ចេញទូកទៅវិញណាព្រោះនំគ្នាចង់ជិះម៉ូតូលេងទៅលេងកោះម៉ាំងខៀព្រោះកោះហ្នឹងក៏ខ្ញុំអត់ដែរទៅដែរលើតែគេនិយាយចឹងតែលើកនេះបានជិះទៅហើយជិះទៅហ្នឹងក៏អត់ជិះទៅដល់ទៀតជិះបានត្រឹមពាក់កណ្ដាលផ្លូវនៅគេជិះមកវិញចឹងណាដោយសារអ្នកដែលគេទៅមុនហ្នឹងគេបកមកទូកទៅដល់ម៉ោងចេញចឹងណាតែបន្ទាប់ពីចេញទូកត្រឡប់មកវិញមានរឿងដែលនឹកស្មានមកដល់បានកាត់ឡើងរឿងនឹកស្មានដល់ហ្នឹងគឺពេលដែលមកដល់ផែភ្លាមគឺម៉ាក់បបួរគ្នាគ្រប់គ្នាហ្នឹងគឺទៅកំពង់សោមហើយម៉ាក់ចំណុចហ្នឹងក៏ទៅកំពង់សោមដូចជាមួយសំមួយថ្ងៃម្សិលមិញពេលមុនថ្ងៃទៅកោះហ្នឹងណាដល់ពេលហ្នឹងគាត់បបួរទៅកំពង់សោមទីទៅកំពង់សោមលើហ្នឹងគឺដោយសារចេះហេម៉ាក់ហៅបបួរទៅលេងទឹកសមុទ្រចឹងម៉ាក់ក៏នៅមួយថ្ងៃទៀតទៅតែមុនពេលដល់កំពង់សោមហ្នឹងផ្លូវកោះកុងយើងហ្នឹងបាទនាំគេចោះញ៉ាំសេកូអាំងហើយជាមួយនឹងសួតចោះហ្នឹងត្រូវកន្លែងទៀតគឺចោះចំកន្លែងឆ្ងាញ់ហ្មងហើយឡើងគាត់មានច្រើនមុខមានទាំងសួតមានទាំងគ្រឿងក្នុងហើយមានទាំងសេកូអាំងស្លាបមាន់អាំងហើយដែលសំខាន់គឺឆ្ងាញ់គ្រប់មុខហ្មងនិយាយមែនហ្នឹងយើងក៏ជ្រាឈៀតិចតិចចឹងណាមុនពេលដែលដល់កំពង់សោមហើយនេះគឺចលាបាទដូចអ្នកលក់ចឹងនិយាយទៅចលាទៅដល់កន្លែងណាគឺសវិគ្រប់គ្នាហ្មងមិនថាទៅចលាទេម៉ាក់ឯហ្នឹងក៏ចូលអាំងដែរបាទចូលអាំងមួយចលៀងមួយអីចឹងណាហើយក៏ឆ្លៀត selfie មកផ្លែទៅបន្ទាប់ពីយើងញ៉ាំពូកូនហ្នឹងប្រហែលជាខ្ទង់1ម៉ោងយើងញ៉ាំបដាឈីលបដាអីចឹងណាឆ្លងកាត់ផ្លូវលឿនគឺបានមកដល់កំពង់សោមដែលជោគជ័យមកដល់កំពង់សោមភ្លាមហ្នឹងគឺពីអ្នកចលៀងនាំគ្នាដើរលេងសមុទ្រចង់លេងទឹកសមុទ្រតែអត់ចង់ងូតទឹកទេខ្លាចខ្ជិលដូរកៅអៅចឹងដើរមួយចលៀងបានបន្តិចហ្នឹងថាថតវីដេអូលេងហើយចលៀងគាត់ក៏មកដែរចឹងនាំអូសដៃគេថត3នាក់ហ្មងទៅដើរលេងមើលទឹកសមុទ្រមើលអីចឹងទៅបានវីដេអូចឹងមកសមុទ្រលោកនេះខ្ញុំមានអារម្មណ៍ថា fresh ខ្លាំងហ្មងដោយសារខ្ញុំខានមកប្រហែលខ្ទង់3-4ខែរៀងយូរដែរចឹងមានអារម្មណ៍មកលើនេះមានអារម្មណ៍ថា fresh ខ្លាំងហ្មងហើយខ្ញុំបាន relax ហើយ refresh ខួរក្បាលខ្លះដែរចឹងនេះក៏ថតទេសភាពលេងដាក់ចូលក្នុងវីដេអូតិចទៅចង់ទុកជាអនុស្សាវរីយ៍ចឹងជំរាបឡើយនេះគឺចង់សរសើរខ្លាំងហ្មងគាត់ទៅ3ម៉ាក់ពីកន្លែងទឹកយកមកកន្លែងអង្គុយវិញណាហើយវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអ្នកខេសម្រាប់ការទស្សនាខ្ញុំសង្ឃឹមថាខ្ញុំនឹងហ៊ាន voice over នៅវីដេអូក្រោយទៀតអរគុណច្រើន